វឌ្ឍនភាពសហគ្រាសការរីកចម្រើនរបស់អាជីវកម្មក្នុងស្រុក Broses Noodle Special Hello ដែលជាសហគ្រាសកែច្នៃចំណីអាហារក្នុងស្រុកបានដាក់លក់ផលិតផលរបស់ខ្លួននៅផ្សារ Chip Mong Retail និង Super Super តាមរយៈកម្មវិធីស្តង់ដារសម្រាប់ការចូលទីផ្សារដែលត្រូវបានផ្ដួចផ្ដើមនិងគាំទ្រដោយសហគ្រិនខ្មែរ Broses Noodle Special Hello គឺមានឯកទេសលើការផលិតនិងចែកចាយផលិតផលអាហារដែលមានគុណភាពខ្ពស់និងទទួលបានវិញ្ញាបនបត្រត្រឹមត្រូវតាមស្តង់ដារ Halal រួមមានផលិតផលមេកំប៉ុងនិងម្សៅស៊ុបតាមរយៈកម្មវិធីនេះ Broses Noodle Special Hello ទទួលបានវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពការប្រឹក្សាយោបល់ផ្ទាល់ពីអ្នកជំនាញនិងការផ្គូផ្គងទីផ្សារដើម្បីពង្រឹងស្តង់ដារគុណភាពនិងភាពរួចរាល់ផ្នែកប្រតិបត្តិការក្នុងការឈានជើងចូលទីផ្សារប្រកបដោយជោគជ័យវឌ្ឍនភាពសហគ្រាសការរីកចម្រើនរបស់អាជីវកម្មក្នុងស្រុក Broses Noodle Special Hello ដែលជាសហគ្រាសកែច្នៃចំណីអាហារក្នុងស្រុកបានដាក់លក់ផលិតផលរបស់ខ្លួននៅផ្សារ Chip Mong Retail និង Super Super តាមរយៈកម្មវិធីស្តង់ដារសម្រាប់ការចូលទីផ្សារដែលត្រូវបានផ្ដួចផ្ដើមនិងគាំទ្រដោយសហគ្រិនខ្មែរ Broses Noodle Special Hello គឺមានឯកទេសលើការផលិតនិងចែកចាយផលិតផលអាហារដែលមានគុណភាពខ្ពស់និងទទួលបានវិញ្ញាបនបត្រត្រឹមត្រូវតាមស្តង់ដារ Halal រួមមានផលិតផលមេកំប៉ុងនិងម្សៅស៊ុបតាមរយៈកម្មវិធីនេះ Broses Noodle Special Hello ទទួលបានវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពការប្រឹក្សាយោបល់ផ្ទាល់ពីអ្នកជំនាញនិងការផ្គូផ្គងទីផ្សារដើម្បីពង្រឹងស្តង់ដារគុណភាពនិងភាពរួចរាល់ផ្នែកប្រតិបត្តិការក្នុងការឈានជើងចូលទីផ្សារប្រកបដោយជោគជ័យវឌ្ឍនភាពសហគ្រាសការរីកចម្រើនរបស់អាជីវកម្មក្នុងស្រុក Broses Noodle Special Hello ដែលជាសហគ្រាសកែច្នៃចំណីអាហារក្នុងស្រុកបានដាក់លក់ផលិតផលរបស់ខ្លួននៅផ្សារ Chip Mong Retail និង Super Super តាមរយៈកម្មវិធីស្តង់ដារសម្រាប់ការចូលទីផ្សារដែលត្រូវបានផ្ដួចផ្ដើមនិងគាំទ្រដោយសហគ្រិនខ្មែរ Broses Noodle Special Hello គឺមានឯកទេសលើការផលិតនិងចែកចាយផលិតផលអាហារដែលមានគុណភាពខ្ពស់និងទទួលបានវិញ្ញាបនបត្រត្រឹមត្រូវតាមស្តង់ដារ Halal រួមមានផលិតផលមេកំប៉ុងនិងម្សៅស៊ុបតាមរយៈកម្មវិធីនេះ Broses Noodle Special Hello ទទួលបានវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពការប្រឹក្សាយោបល់ផ្ទាល់ពីអ្នកជំនាញនិងការផ្គូផ្គងទីផ្សារដើម្បីពង្រឹងស្តង់ដារគុណភាពនិងភាពរួចរាល់ផ្នែកប្រតិបត្តិការក្នុងការឈានជើងចូលទីផ្សារប្រកបដោយ